សង្គ្រាមនៅអាស៊ីគឺប៉ះនឹងកិច្ចតែព្រំដែនតែប៉ុណ្ណោះវាយគ្នានៅមួយជួរព្រំដែនខ្មែរថៃកាប៉ះនឹងកិច្ចគ្នានៅតាមព្រំដែនឥឡូវក៏អត់តន់ចប់ស្របគ្រប់ដែរភូមាហេថៃក៏នៅតាមព្រំដែនដូចគ្នាឥណ្ឌាជាមួយនឹងប៉ាគីស្ថានក៏នៅតែតាមព្រំដែនអត់ទាន់វាយលុកទៅដល់ទីក្រុងទេក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះអាមេរិកនិងអ៊ីស្រាអែលគឺប៉ះគ្នាជាមួយនឹងអ៊ីរ៉ង់នេះគឺវាយទៅដល់ទីក្រុងតែម្ដងកុំតិចនៅហេដ្ឋារចនាសម្ព័ន្ធសំខាន់បំផុតកន្លែងបង្កើតនៅប្រេងឥន្ធនៈដ៏ធំក៏កុំតិចកន្លែងបង្កើតគ្រឿងអាវុធដូចជាចំណតយន្តហោះនៅប៉ាគីស្ថាននៅអារ៉ាប់គឺខ្ទេចខ្ទីអស់ណាគឺបិទគ្រឿងយន្តហោះបិទកន្លែងចរាចរណ៍យន្តហោះតែម្ដងហើយសង្គ្រាមលំដាប់ពិភពលោកគឺថាសង្គ្រាមលោកនេះគឺកំពុងតែចាប់ផ្ដើមរីកធំទៅពីមុនគឺមានតែប្រទេសពីរទេមានអាមេរិកហើយនិងអ៊ីស្រាអែលទេដែលវាយគ្នាជាមួយនឹងអ៊ីរ៉ង់គឺ2ទល់នឹង1តែក៏ប៉ុន្តែឥឡូវនេះពុកម៉ែបងប្អូន5ប្រទេសគឺទល់នឹង1ពុកម៉ែបងប្អូនមានប្រទេស3ប្រទេសទៀតដែលចូលប្រកាសមកថានឹងជួយអាមេរិកវាយអ៊ីរ៉ង់តែម្ដងមានប្រទេសអីគេមានប្រទេសអង់គ្លេសប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់គឺប្រកាសវាយគ្នាតែម្ដងអញ្ចឹងប្រទេសមហាអំណាចទាំងអស់នេះដូចជាមានបារាំងចូលដៃដែរអាល្លឺម៉ង់ទៀតអង់គ្លេសទៀតសិតតែលំដាប់ប្រទេសអំណាចឯងកំពុងតែធ្វើការជាមួយគ្នាហើយអ៊ីរ៉ង់ក៏អត់ទាន់បានឆ្លើយតបទៅប្រទេសកុម្មុយនីសដែលជាសម្ព័ន្ធមិត្តរបស់ពួកគាត់ដែរហើយបើសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មានគីមចុងអ៊ុនតកំណាចគីមចុងអ៊ុនមានខ្លាឃ្មុំតករុស្ស៊ីមាននាគកូននាគអាស៊ីស្ដេចនាគអាស៊ីគឺប្រទេសចិនអញ្ចឹងសង្គ្រាមលោកហ្នឹងវាត្រូវតែកើតឡើងតែម្ដងវាអត់កើតឡើងទេហើយសូម្បីតែអ្នកវិភាគថ្នាក់កម្ពុជាអ្នកវិភាគលំដាប់ជាតិនិងអន្តរជាតិក៏បាននិយាយថាសង្គ្រាមនេះមិនអាចនឹងចរចាគ្នាបានទេវារីកធំទៅហើយអាមេរិកក៏មិនងាយនឹងចរចាជាមួយអ៊ីរ៉ង់ក៏មិនអាចនឹងចរចាជាមួយនឹងអាមេរិកបានដូចគ្នាពុកម៉ែបងប្អូនហើយយើងត្រឹមតែជាដែនវាមិនអីទេតែនៅនោះគឺដាក់ចំកណ្ដាលទីក្រុងតែម្ដងហោះមីស៊ីលចម្ងាយ 1000 គីឡូជាង 1400 គីឡូ 1300 គីឡូជាងគឺស៊ីផុយហោះកាត់ឆ្លងប្រទេសនីមួយតែម្ដងឥឡូវនេះរៀលតែប្រទេសជុំវិញហ្នឹងគឺរៀលមីស៊ីលនឹងធ្លាក់រៀលរ៉ាដាបាញ់កំទុះទៅអាចចំហេះនឹងធ្លាក់ទៅប៉ះនោះប៉ះនេះរៀលដាល់សង្គ្រាមហ្នឹងកាន់តែធំឡើងជាងខ្ញុំអាប់ដេតព័ត៌មានតែប៉ុណ្នេះចែកចាយនៅការហៅថាការវិវត្តនៅសង្គ្រាមតែប៉ុណ្្នឹងទេហើយបើដឹងយ៉ាងណាទៀតខ្ញុំនឹងប្រាប់បន្តទៀតហើយពុកម៉ែបងប្អូនគួរតែតាមដានព័ត៌មានជាតិនិងអន្តរជាតិឲ្យបានច្រើនពីព្រោះនៅក្នុងពេលបច្ចុប្បន្ននេះគឺពិភពលោកគឺអត់មានសម្ដាប់ធ្នាប់ទៀតទេអរគុណ